ឲ្យទៅលំនៅឋានវិញដើម្បីបានធ្វើបន្ទានជាមួយគ្នានេះលោកកឹតសុផលបានដាក់ផែនការដល់កងកម្លាំងរបស់ខ្លួនថានឹងបន្តប្រតិបត្តិការទៀតលើការចុះបង្ក្រាបល្បែងស៊ីសងទាំងនេះនៅក្នុងទឹកដីរបស់ខ្លួនដើម្បីកាត់បន្ថយបទល្មើសនានាក៏ដូចជារក្សាសន្តិសុខនិងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានចា៎យើងបន្តចូលទៅកាន់មួយករណីទៀតតកតងទៅនឹងកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការចុះបង្ក្រាបនិងដកហូតនៅផលិតផលសាបคล้ายៗចា៎ដែលរំលោភនៅសិទ្ធិនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន OMC លំអិតនៅព័ត៌មាននេះលោកវ៉ាន់ឡុករីកាជូនកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការដឹកនាំបញ្ជាពីលោកសៀងសុកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកពិតបញ្ញាស្នងការរងនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយមានការសហការគ្រប់គ្រងពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលคล้ายៗបានចុះធ្វើការបង្ក្រាបនិងដកហូតផលិតផលម៉ាក់សាបคล้ายៗដែលរំលោភសិទ្ធិនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន OMC ការចុះបង្ក្រាបនេះបានធ្វើឡើងដោយយោងលើពាក្យបណ្ដឹងរបស់ក្រុមហ៊ុន OMC ជាម្ចាស់កម្មសិទ្ធិនាំចូលផលិតផលម៉ាក់សាផ្ដាច់មុខដោយសមត្ថកិច្ចបានបង្ក្រាបនិងដកហូតផលិតផលคล้ายៗខុសច្បាប់និងរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនសាបដែលកំពុងដាក់លក់និងចែកចាយលើទីផ្សារដោយឈ្មោះខៅហ៊ីមានឃ្លាំងស្តុកទុកនៅផ្ទះលេខ 19C និងផ្ទះលេខ 19B ផ្លូវលេខ 271 សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញបច្ចុប្បន្នវត្ថុតាងដែលដកហូតបានសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតាមនីតិវិធីបាទសូមអរគុណចំពោះការតាមដានទស្សនារបស់ប្រិមត្តទូរទស្សន៍ជនជាតិបាទអំបញ្ញមិញនេះគឺជាសេចក្តីរាយការណ៍ព័ត៌មានរបស់លោកវ៉ាន់លុកតាក់ទងទៅនឹងផលិតផលคล้ายៗអំពីផលិតផលសាបដែលត្រូវបានសមត្ថកិច្ចនគរបាលប៉ូលីសសេដ្ឋកិច្ចបាទនគរបាលសេដ្ឋកិច្ចបានចុះទៅធ្វើការឃាត់ក៏ដូចជាចាប់យកមកអនុវត្តទៅតាមនីតិវិធីឥឡូវនេះដោយសារពេលវេលានៅក្នុងវគ្គទី1បានឈានចូលមកដល់ពេលសម្រាប់ដូច្នេះសូមពេលវេលាសម្រាប់នេះសិនគួរដបស្រាបៀរអង្គរថ្ងៃនេះនឹងមានឱកាសឈ្នះរង្វាន់